តើអ្នកអាចរស់រានមានជីវិតក្នុងពិភព Carbonifero បានទេថ្ងៃទី1អ្នកស្មានថាវាជាសុបិនចលអាកាសនៅទីនេះវាខាប់ខ្លាំងដោយសារវាសម្បូរទៅដោយអុកស៊ីសែនសួតរបស់អ្នកដំណើរការខុសពីធម្មតានៅលើក្បាលរបស់អ្នកមានសត្វកណ្ដូបយក្ស Meganeura ហោះកាត់ដែលមានស្លាបប្រវែង70សង់ទីម៉ែត្រនេះមិនមែនជារឿងស្រមើស្រមៃទេនេះគឺជាការពិតថ្ងៃទី30អ្នកបានរៀនពីច្បាប់រស់នៅទីនេះហើយអ្វីគ្រប់យ៉ាងនៅទីនេះសុទ្ធតែធំចេញពីព្រៃភ្នំមានសត្វក្អែបយក្ស Atroflora ដែលមានប្រវែងជិត 2.5 ម៉ែត្រសម្បកដ៏រឹងមាំរបស់វាចែងចាំងនៅក្នុងពន្លឺព្រលឹមជាលើកដំបូងដែលអ្នកដឹងថាមនុស្សមិនមែនជាអ្នកខ្លាំងបំផុតនៅទីនេះទេ6ខែក្រោយមកអ្នកកាន់តែមានការប្រុងប្រយ័ត្នខ្លាំងជាងមុនរាល់ជំហានគឺជាការសាកល្បងនៅពេលយប់សត្វខ្ទួយយក្សវាចេញពីទីងងឹតកន្ទុយដែលមានត្រនិចរបស់វាលើកឡើងយឺតគ្រាន់តែមួយត្រនិចប៉ុណ្ណោះជីវិតរបស់អ្នកនឹងត្រូវបញ្ចប់មួយឆ្នាំក្រោយមកអ្នកចាប់ផ្ដើមខ្លាចទឹកនៅក្រោមផ្ទៃទឹកមានសត្វខ្ទួយសមុទ្រដែលមានទំហំប៉ុនសត្វក្រពើវាមានចលនាលឿនជាងអ្វីដែលអ្នកគិតទៅទៀត3ឆ្នាំក្រោយមកអ្នកបានយល់ពីមូលហេតុដែលនាំឲ្យសត្វល្អិតទាំងនេះមានទំហំយក្សកម្រិតអុកស៊ីសែននៅទីនេះឡើងដល់ 35% ខ្យល់មានអារម្មណ៍ថាធ្ងន់ប្រព័ន្ធដង្ហើមរបស់ពួកវាអនុញ្ញាតឲ្យពួកវាលូតលាស់ដល់ទំហំដ៏ធំសម្បើមនេះគឺជាយុគសម័យនៃសត្វល្អិត5ឆ្នាំក្រោយមកអ្នកលែងជាមនុស្សដែលមកពីពិភពអនាគតទៀតហើយអ្នកបានសម្របខ្លួនប៉ុន្តែ Carbonifero មិនមែនជាផ្ទះរបស់អ្នកទេនៅទីនេះពួកសត្វមានសម្បករឹងត្រនិចពឹសនិងស្លាបគឺជាអ្នកគ្រប់គ្រងហើយកំហុសតែមួយដងនឹងបញ្ជូនអ្នកទៅកាន់ចំណុចបញ្ចប់